កូនដំបងតែដោយសារយើងបទពិសោធន៍តាំងពីអូនតាំងពីអាយុ5 ខែមកអញ្ចឹងណាអញ្ចឹងបទពិសោធន៍ច្រើនដែរឥឡូវអូនដល់បាន11 ខែជាងហើយជំហានទី1ថ្ងៃនេះខ្ញុំមានដូចជាពងកងានសាច់គោហើយនឹងយើងមានបន្លែផ្សេងទៀតចាំនេះគឺជាបន្លែយើងមានពោតយើងមានផ្កាខាត់ណាមានអីអញ្ចឹងណាផ្កាខាត់ណាផងស្ពៃខៀវផងអញ្ចឹងទៅដំបងគឺខ្ញុំបំពងខ្ទឹមឲ្យឈ្ងុយសិនដោយសារយើងធ្វើហត់ដងយើងគ្រាន់តែដាំទឹកដាក់បបរដាក់អីចូលច្របល់អញ្ចឹងទៅវាអត់សូវឈ្ងុយទេបន្ទាប់មកយើងឆាសាច់ណាអ្នកនរគ្នាឆាសាច់ខ្ញុំឆាជ្រើសឆាមួយពងកងានអញ្ចឹងបងព្រោះដោយសារពងកងាននេះវាខ្ញុំចង់ស្ងោរវាសិនអញ្ចឹងណាអ្នកនរគ្នាដើម្បីឲ្យវាឆ្អិនល្អដោយសារអូនចិត្តតែចាប់ផ្ដើមតេស្តញ៉ាំពងកងាននេះឥឡូវនេះខ្ញុំឆាឈ្ងុយហើយនៅក្រៅគឺឈ្ងុយមែនតើណាអ្នកទាំងអស់គ្នាអូខេអ្នកទាំងអស់គ្នាខ្ញុំគឺបានដាក់អីចេះបន្លែដែលយើងបានរៀបចំរួចហ្នឹងមានដូចជាការ៉ុតល្ពៅស្នៀតពោតមានពោតដែរពោតក្រហមស្ពៃអូយនៅក្រៅគឺឈ្ងុយមែនតើគួរច្បល់ចុះច្បល់ឡើងអញ្ចឹងណាហើយបន្ទាប់មកស្ពៃខ្ញុំដាក់ក្រោយគេដំបូងខ្ញុំគិតថាចង់ដាក់ជាមួយនឹងបបរអង្គយើងដាក់ហើយអញ្ចឹងទៅចាំដបងស្ពៃក្រោយតែអត់ទេខ្ញុំចង់ឲ្យវាមានខ្ទិះចូលជាតិគ្នាតែម្ដងជាមួយនឹងពងកងានរបស់យើងអញ្ចឹងណាអញ្ចឹងខ្ញុំឆាឲ្យស្តៀងដូចយើងឆាចាប់ឆាយអញ្ចឹងណាហ្នឹងហើយអញ្ចឹងម៉ាក់អាចជ្រើសរើសវិធីនេះបានបន្ទាប់មករៀងចូលជាតិទុនបន្លែហើយខ្ញុំក៏ចាប់ផ្ដើមដាក់អង្ករតែម្ដងម៉ាក់ខ្លះគាត់ដាំអង្ករដាំបបរជាបបរហើយគាត់ចូលច្បល់អញ្ចឹងទៅយើងធ្វើតាមបែបអការគិតរបស់យើងរៀងៗខ្លួនអញ្ចឹងណាយើងធ្វើតាមចំណុចដូចថាយើងគិតថាឲ្យអូនគាត់ញ៉ាំទៅរសជាតិបែបណាអញ្ចឹងខ្ញុំធ្វើផ្លាស់ប្ដូរវិធីរហូតហ្នឹងឥឡូវនេះយើងក៏ច្បល់ហើយអង្កររៀងចូលជាតិមកស្ទុះហើយខ្ញុំក៏បានថែមទឹកដើម្បីឲ្យវាពុះវារីកអង្ករថែមទៀតអញ្ចឹងណាអ្នកទាំងអស់គ្នាចាអញ្ចឹងខ្ញុំក៏សម្រាប់មកស្ទុះទៅមើលខាងចំហុយ finger food ឲ្យអូនតែឥឡូវនេះងាកមកមើលបបរយើងគឺថាពុះទៀតហើយអញ្ចឹងធ្វើជាម៉ាមីគេគឺគិតគូរណាស់រឿងចំណីចំណុកកូនអត់សូវហ៊ានឲ្យញ៉ាំបបរកញ្ចប់ទេតែពេលខ្លះម្ដងម្កាលដែរដោយសារម៉ាក់រវល់យើងធ្វើម្ដងនេះគឺអូនអាចញ៉ាំបាន2 ទៅ 3 ថ្ងៃដែលយើងខ្លះសេទុកឲ្យគាត់អញ្ចឹងណានៅពេលដែលគាត់ញ៉ាំយើងយកមកកដៅអញ្ចឹងទៅអញ្ចឹងសម្រាប់ម៉ាមីទាំងអស់គឺអាចឆ្លៀតពេលបន្តិចទៅដើម្បីឲ្យកូនមានសុខភាពល្អជាមួយនឹងបន្លែគ្រប់គ្រឿងបបរគ្រប់គ្រឿងរបស់យើងអរគុណ